សួស្តីអ្នកទាំងអស់គ្នាជួបជាមួយនឹងខ្ញុំ Admin Khotoda ហើយបន្ទាប់ពីរឿង Look Back រួចមកគឺបាត់វត្តមានរបស់ Admin អស់ជាច្រើនខែយកតែម្ដងមូលហេតុគឺដោយសារតែបញ្ហាសុខភាពហើយមកដល់ឥឡូវគឺ Admin បានប្រសើរឡើងវិញហើយដូច្នេះថ្ងៃនេះ Admin នឹងលើកយករឿង anime បែបស្នេហាមួយដែលបានចេញកាលពីឆ្នាំ2021យកមកសម្រាយហើយរឿងនោះគឺមានចំណងជើងថា Taiso Otome Fairy Taleសាច់រឿងជាប្រភេទរឿងបែបស្នេហាមនោសញ្ចេតនានិងមានលាយឡំជាមួយនឹងជីវិតគ្រួសារហើយរឿងគឺនិយាយអំពីបុរសវ័យជំទង់ម្នាក់ដែលរស់នៅជាមួយនឹងភាពឯការួមទាំងវិបត្តិផ្លូវចិត្តដោយសារតែពិការភាពរបស់គាត់និងបញ្ហាគ្រួសារហើយជីវិតរបស់គាត់នឹងត្រូវបានផ្លាស់ប្ដូរបន្ទាប់ពីការមកដល់របស់កូនក្រមុំតូចម្នាក់ដូច្នេះចង់ដឹងថាសាច់រឿងរបស់ពួកគេទាំងពីរនឹងវិវត្តទៅជាយ៉ាងណាខ្លះយើងទៅតាមដានទាំងអស់គ្នាផ្ដើមសាច់រឿងមកជាមួយនឹងបុរសម្នាក់ដែលមានឈ្មោះថា Tamahiko Shima អាយុ17ឆ្នាំដែលជាមនុស្សទុតិយនិយមអស់សង្ឃឹមក្នុងជីវិតម្នាក់និងបាក់ទឹកចិត្តកើតទុកចំពោះរឿងអនាគតផងដែរ Tamahiko កើតក្នុងត្រកូលគ្រួសារអ្នកមានមួយតែបែរជាត្រូវបានចិញ្ចឹមដោយគ្មានការស្រឡាញ់ពីក្រុមគ្រួសារទៅវិញហើយថ្ងៃដែលជីវិតរបស់គាត់កាន់តែដុនដាបទៅនោះគឺជាថ្ងៃដែលគាត់ជួបឧបទ្ទវហេតុមួយដែលធ្វើឲ្យគាត់បាត់បង់នៅអ្វីៗគ្រប់យ៉ាងបាត់បង់ម្ដាយហើយដៃស្ដាំរបស់គាត់ក៏ត្រូវពិការមួយជីវិតទៀតដោយពិការភាពមួយនេះបានធ្វើឲ្យឪពុករបស់គាត់សម្រេចចិត្តបណ្ដេញគាត់ចេញពីគ្រួសារក្នុងហេតុផលថាត្រកូលគ្រួសារ Shima គាត់គឺមិនអាចមានកូនដែលពិការដៃគ្មានបានការបែបនេះឡើយដូច្នេះហើយ Tamahiko ក៏ត្រូវបានបណ្ដេញចេញទៅផ្ទះមួយកន្លែងដែលជាវិឡានៅដាច់ស្រយាលពីគេដែលគ្រួសាររបស់គាត់បានទុកចោលនៅលើភ្នំ Shibaហើយរឿងរ៉ាវទាំងនេះបានធ្វើឲ្យ Tamahiko គិតថាជីវិតរបស់គាត់គឺត្រូវបានចប់ត្រឹមអាយុ17ឆ្នាំនេះហើយជីវិតបែបនេះគឺគ្មានអនាគតទេនិយាយរួមទៅជីវិតគាត់គឺទទេគ្មានអ្វីសោះដូចមនុស្សរស់ចាំតែថ្ងៃស្លាប់ប៉ុណ្ណោះហើយឈុតក៏បានកាត់បង្ហាញនៅក្មេងស្រីម្នាក់កំពុងដើរតែម្នាក់ឯងកាត់ព្រើលតកកឆ្ពោះទៅកាន់ភ្នំ Shiba នៅតាមផ្លូវនាងក៏បានច្រៀងពេលកំពុងដើរផងដែរដែលបទដែលនាងច្រៀងគឺមានចំណងជើងថា Hoshi no Yo ឬក៏ប្រែថាពិភពនៃផ្កាយត្រឡប់មក Tamahiko យើងវិញខណៈដែលគាត់កំពុងអង្គុយអស់សង្ឃឹមពេលនោះក៏មានសម្លេងគោះទ្វារចេញពីខាងមុខផ្ទះដែលធ្វើឲ្យគាត់ឆ្ងល់ថានរណាគេមកទីនេះទាំងយប់ព្រមទាំងមេឃកំពុងតែធ្លាក់ព្រិលបែបនេះបន្ទាប់ពីនោះមកនៅពេលគាត់បើកទ្វារក្មេងស្រីម្នាក់ក៏បាននិយាយរាក់ទាក់ទៅកាន់គាត់និងបានប្រាប់ថាឈ្មោះរបស់នាងគឺ Yusuki ហើយនាងមកទីនេះគឺដើម្បីធ្វើជាកូនក្រមុំរបស់គាត់បន្ទាប់ពីនោះមកខណៈដែល Tamahiko ជូននាងទៅរកបន្ទប់គេងឈុតក៏បានកាត់មកប្រាប់យើងពីព្រឹត្តិការណ៍ដែល Tamahiko ត្រូវបានបណ្ដេញចេញពីគ្រួសារដោយពេលនោះដែរឪពុកគាត់បាននិយាយថាគ្មាននរណាម្នាក់នៅក្នុងគ្រួសារអាចមើលថែ Tamahiko បានទេហើយគាត់ក៏គ្មានជំរើសដូចគ្នាក្រៅពីបណ្ដេញចេញបែបនេះតែគាត់ក៏នឹងទិញនរណាម្នាក់ឲ្យទៅចាំមើលថែដូចជាកូនក្រមុំរបស់ Tamahiko តែម្ដងត្រឡប់មកវិញ Tamahiko ក៏ប្រកាសក្នុងចិត្តដែរថាក្មេងស្រីម្នាក់នេះត្រូវបានលក់មកក៏ដោយសារតែគ្រួសាររបស់នាងជំពាក់បំណុលលើគ្រួសារ Shima ដូចគ្នាខណៈនោះដែរគាត់ក៏បានយកអាវក្រៅរបស់គាត់ទៅគ្របដណ្ដប់ឲ្យនាងក៏ព្រោះតែគាត់ខ្លាចនាងរងាខ្លាំងដោយសារតែមកពីឆ្ងាយទាំងអាកាសធាតុបែបនេះរួចក៏នាំទៅរកបន្ទប់របស់នាងទៅពេលជូនដល់បន្ទប់ហើយ Tamahiko ក៏ត្រឡប់ទៅបន្ទប់ខ្លួនវិញដោយក្នុងចិត្តនៅតែគិតថាទោះបីជាមានអ្នកនៅជាមួយចាំជួយមើលថែក៏ដោយក៏ជីវិតគាត់នៅតែគ្មានន័យដដែលស្អែកព្រឹកឡើងយើងឃើញថា Tamahiko គឺគាត់មិនបានគេងលក់នោះទេហើយពេលដែលគាត់ចេញពីបន្ទប់មកស្រាប់តែ Yusuki ចាប់ផ្ដើមបោះជូតផ្ទះនិងមករាក់ទាក់ដាក់គាត់តែម្ដងរួចនាងក៏បានជួយយកទឹកមកឲ្យ Tamahiko លាងមុខទៀតផងប៉ុន្តែប៉ុណ្ណោះដោយសារតែភ្នែករបស់គាត់ខ្មៅពេកនាងក៏បានបារម្ភពីការដែលគាត់គេងមិនលក់ដូចគ្នាប៉ុន្តែ Tamahiko វិញដូចជាមិនខ្វល់សោះនឹងនៅតែគិតថាវាគឺជាការរំខានទៅវិញទោះជាយ៉ាងណាក៏ដោយ Yusuki ក៏នៅតែចាត់ទុកគាត់នៅក្នុងកែវភ្នែករបស់នាងដែរនិងចាប់ផ្ដើមជួយមើលថែគាត់ដោយការបោសជូតនិងរៀបចំបន្ទប់ឲ្យគាត់ទៅទិញម្ហូបនៅក្នុងភូមិយកមកស្តុកទុករៀបចំបាយម្ហូបនិងជួយបោកគក់សម្លៀកបំពាក់ជាដើមសូម្បីតែខោក្នុង Tamahiko មានរហែកក៏នាងជួយប៉ះឲ្យដែរណែកូនក្រមុំគេអញ្ចឹងរហូតដល់ពេលយប់ពេលដែល Tamahiko កំពុងងូតទឹក
ជាមួយដៃតែម្ខាងរបស់គាត់គិតថាមិនជាបញ្ហានោះទេតែចុងក្រោយយូស៊ូគីក៏មកជួយងូតឲ្យដដែលនៅខណៈនោះតាម៉ាហ៊ីកូក៏បានគិតក្នុងចិត្តដែរថាការនិយាយស្ដីនឹងអាកប្បកិរិយារបស់នាងគឺប្រៀបដូចជាព្រះនាងដែលមានចិត្តស្មោះសរមួយអង្គអញ្ចឹងរួចគាត់ក៏បាននិយាយពីរឿងក្នុងចិត្តជាមួយនឹងយូស៊ូគីដែរដោយដំបូងគាត់បានគិតថាប្រហែលជាយូស៊ូគីមិនមានរឿងព្រួយបារម្ភនៅក្នុងចិត្តដែលត្រូវនិយាយនោះទេតែយូស៊ូគីក៏តបវិញភ្លាមថានាងក៏មានរឿងព្រួយបារម្ភនៅក្នុងចិត្តដែរមានដល់ទៅ2រឿងឯណោះហើយរឿងទាំងពីរនោះសុទ្ធតែជារឿងធំៗនៅក្នុងចិត្តរបស់នាងទៀតចំណែកឯតាម៉ាហ៊ីកូក៏ភ្លេចគិតថានាងគឺត្រូវបានលក់មកដើម្បីសងបំណុលដូច្នេះរឿងឈឺចាប់នៅក្នុងចិត្តរបស់នាងប្រហែលជាពិបាកនិយាយខ្លាំងណាស់ហើយតែមានណារឿងដែលនាងព្រួយបារម្ភដំបូងនោះគឺថាជាសក់របស់នាងទៅវិញដែលវាគឺធំសំពីងសំពងខ្លាំងពេកដល់ថ្នាក់ពេលទម្លាក់មកឃើញតែសក់បាត់មនុស្សតាណាបាត់រីឯតាម៉ាហ៊ីកូពេលដែលគាត់ដឹងថានោះគឺជារឿងព្រួយបារម្ភរបស់នាងគាត់បែរជាអស់សំណោចនិងបញ្ចេញស្នាមញញឹមមកទាំងមិនដឹងខ្លួនហើយយូស៊ូគីកាលដែលបានឃើញបែបនេះនាងក៏រំភើបក្នុងចិត្តដែរព្រោះកន្លងមកតាម៉ាហ៊ីកូដូចជាមនុស្សដែលគ្មានអារម្មណ៍អ្វីសោះរួចក៏និយាយថាបើសិនជានាងបង្ហាញសក់ទៅធ្វើឲ្យគាត់ញញឹមនាងគឺអស់បារម្ភចំពោះរឿងសក់នេះវិញហើយបន្ទាប់ពីនិយាយរួចតាម៉ាហ៊ីកូក៏ចាប់ផ្ដើមមានអារម្មណ៍រំខានមកវិញរួចគាត់ក៏ដេញនាងចេញពីបន្ទប់ទឹកវិញទៅឈុតបន្ទាប់គេក៏បានបង្ហាញពីយូស៊ូគីមុនពេលដែលនាងត្រូវបានលក់មកទីនេះដែលនាងធ្លាប់បានរៀននៅសាលាដែលបង្រៀនពីវិជ្ជាមេផ្ទះក្នុងពេលនោះគេបានបង្ហាញយើងថាយូស៊ូគីគឺជាមនុស្សម្នាក់ដែលមិត្តគ្រប់គ្នាចូលចិត្តហើយនាងក៏ជាអ្នកដែលពូកែជាងគេនៅក្នុងក្រុមដូចគ្នាជំនាញដែលសាលាមិនបានបង្រៀនដូចជាដេប៉ានាងក៏អាចធ្វើបានដែរហើយក្នុងពេលនោះនាងក៏បានប្រាប់ទៅមិត្តរបស់នាងពីរឿងកាលដែលនាងនឹងត្រូវទៅធ្វើជាកូនក្រមុំនិងរៀបការជាមួយនឹងគេដើម្បីដោះបំណុលឲ្យគ្រួសារផងដែរដែលរឿងនេះបានធ្វើឲ្យមិត្តរបស់នាងមានការព្រួយបារម្ភដូចគ្នាពីព្រោះយូស៊ូគីទើបតែអាយុ14ឆ្នាំប៉ុណ្ណោះហើយមនុស្សស្រីក្នុងចំនួននោះដល់តែមានអាយុ15ឆ្នាំឡើងទើបអាចរៀបការបានហើយយូស៊ូគីក៏បន្តថាក្នុងកលៈទេសៈបែបនេះនាងគឺនឹងនៅមើលថែគាត់នៅឡើយហើយនាងក៏មិនខ្វល់ថាគាត់គឺជាមនុស្សបែបណាឬស្ថិតនៅក្នុងស្ថានភាពបែបណាទេនាងនឹងព្យាយាមឲ្យអស់ពីលទ្ធភាពដើម្បីនៅជាមួយគាត់ព្រោះមុននឹងក្រោយគាត់នឹងក្លាយជាស្វាមីរបស់នាងខណៈនោះដែរមិត្តរបស់នាងម្នាក់ឈ្មោះមីដូរីក្រោយពីដឹងថាយូស៊ូគីត្រូវជួបរឿងបែបនេះនាងក៏មានតែជូនពរឲ្យយូស៊ូគីមានសុភមង្គលក្នុងជីវិតតែប៉ុណ្ណោះត្រឡប់មកវិញឈុតក៏កាត់មកដល់ថ្ងៃទី31ខែធ្នូឆ្នាំ1921ក្នុងរជ្ជកាលអធិរាជថៃសូនៅក្នុងយប់ឆ្លងឆ្នាំថ្មីតែអ្វីៗវាដូចជានៅតែដដែលសម្រាប់ជីវិតតាម៉ាហ៊ីកូដោយគាត់គឺគេងមិនលក់ទៀតហើយរួចគាត់ក៏បានចេញពីបន្ទប់ដើរសម្ដៅទៅបន្ទប់ខាងមុខផ្ទះហើយក៏អង្គុយជាមួយនឹងភាពសោកសៅនៅក្នុងចិត្តនិងគិតឃើញតែរឿងកាលដែលក្រុមគ្រួសារស្ដីបន្ទោសនិងនិយាយមើលងាយខ្លួនប៉ុណ្ណោះបន្តិចក្រោយមកយូស៊ូគីក៏បានដើរមកតាមក្រោយដើម្បីមកអង្គុយជាមួយនឹងគាត់និងបានបង្កាត់ភ្លើងឲ្យមានកម្ដៅនៅក្នុងបន្ទប់ខ្លះរួចនាងក៏យកទឹកដោះគោមកកម្ដៅផងដែរនៅខណៈនោះតាម៉ាហ៊ីកូក៏បានសួរទៅនាងទាំងអារម្មណ៍មិនល្អថាតើនាងមិនស្អប់ទេឬដែលត្រូវបញ្ជូនមកដល់ទីនេះហើយធ្វើជាកូនក្រមុំដល់បុរសដូចជាគាត់មនុស្សទូទៅថេរនិយមដូចជាគាត់នេះគឺគ្មានអនាគតទេរស់នៅក្រោមដំបូលជាមួយមនុស្សបែបនេះប្រៀបដូចជាធ្វើបាបខ្លួនឯងអញ្ចឹងចំណែកឯយូស៊ូគីក្រោយពីស្ដាប់រួចហើយនាងក៏មិនបានតបនឹងសំណួរទាំងនោះទេរួចនាងក៏បានចាក់ទឹកដោះគោដែលបានកម្ដៅយកទៅឲ្យតាម៉ាហ៊ីកូញ៉ាំដើម្បីឲ្យគាត់បានបន្ធូរអារម្មណ៍មិនល្អចេញខ្លះបន្ទាប់មកនាងក៏បានច្រៀងបទ Hoshi no Yo ឲ្យស្ដាប់ទៀតផងតាមពិតទៅបទនេះគ្រាន់តែជាបទសម្រាប់បំពេក្មេងឲ្យគេងប៉ុណ្ណោះហើយវាក៏បានធ្វើឲ្យតាម៉ាហ៊ីកូនឹកដល់ម្ដាយរបស់គាត់ដូចគ្នាដោយសារតែម្ដាយគាត់ក៏ធ្លាប់ច្រៀងបទនេះបំពេប្អូនស្រីរបស់គាត់ដែរបន្ទាប់ពីនោះមកតាម៉ាហ៊ីកូក៏រៀបរាប់ពីការធុញទ្រាន់និងទុក្ខលំបាកទាំងអស់ដែលគាត់បានជួបហើយរាល់យប់នេះគាត់គឺតែងតែគិតដល់រឿងមួយគឺគាត់គេងមិនចង់ក្រោកនោះទេម្យ៉ាងទៀតបើគាត់ស្លាប់ទៅក៏គ្មានអ្នកកើតទុកជាមួយនឹងការស្លាប់របស់គាត់ដែរឲ្យតែកាន់តែគិតគឺកាន់តែធ្វើឲ្យគាត់គេងមិនលក់ក្រោយពីនិយាយរួចយូស៊ូគីក៏ចូលទៅជិតតាម៉ាហ៊ីកូដោយបានអង្អែលក្បាលជាមួយនឹងស្នាមញញឹមដ៏ទន់ភ្លន់ព្រមទាំងបានអោបគាត់ទៀតផងដែលធ្វើឲ្យគាត់មានអារម្មណ៍មួយស្រណោះដល់ខ្លួនឯងថាហេតុអ្វីបានជានាងល្អជាមួយគាត់ម្ល៉េះអារម្មណ៍បែបនេះគាត់គឺមិនធ្លាប់ទទួលបានពីក្រុមគ្រួសាររបស់គាត់ពីមុនមកឡើយសូម្បីតែម្នាក់ខណៈនោះយូស៊ូគីក៏តបទៅវិញថា
នៅពេលឪពុករបស់គាត់ទិញនាងក្នុងតម្លៃ 10,000 យេនដំបូងនាងនិយាយថានាងគឺមិនភ័យខ្លាចនឹងធ្វើជាភរិយារបស់បុរសដែលមិនធ្លាប់បានជួបនោះទេហើយសម្ដីទាំងនោះវាគ្រាន់តែជាការកុហករបស់នាងប៉ុណ្ណោះប៉ុន្តែពេលដែលនាងបានជួបថាម៉ាហីកូលើកដំបូងក្រោយពីនាងទទួលបានអាវក្រៅនិងលើពាក្យបារម្ភខ្លាចនាងរងាចេញពីគាត់មកនាងគឺច្បាស់ក្នុងចិត្តណាស់ថាបុរសដែលនៅនឹងមុខខ្លួនគឺចិត្តល្អនិងមានភាពស្មោះត្រង់ហើយក៏ប្រកាសថាគាត់នឹងស្រឡាញ់នាងដូចគ្នាដូច្នេះហើយទើបនាងស្រឡាញ់គាត់និងចង់ធ្វើល្អដាក់គាត់វិញដែរបន្ទាប់ពីពួកគេទាំងពីរនិយាយគ្នារួចយូស៊ូគីក៏បានសុំថាម៉ាហីកូគេងជាមួយគ្នានៅក្នុងយប់នេះតែម្ដងគឺតែមួយយប់ទេដោយសារតែវាគឺជាឆ្នាំថ្មីរបស់ពួកគេទាំងពីរឯថាម៉ាហីកូឮអញ្ចឹងភ្លាមទឹកមុខក៏ប្រែជាចង់ភ័យទៅវិញនៅក្នុងបន្ទប់ថាម៉ាហីកូបានរៀបចំខ្នើយពីរលើកម្រាលពូករបស់គាត់រួចបាត់ទៅហើយភ័យរៀបចំហើយបាត់ហើយដោយសារតែភ័យពេកមិនដឹងត្រូវធ្វើបែបណាខ្លះគាត់ក៏បំរុងរៀនតាមសៀវភៅរឿងប្រឡោមលោកទៀតណែវាអញ្ចឹងទៀតមួយសន្ទុះក្រោយមកយូស៊ូគីក៏មកដល់ជាមួយនឹងកម្រាលពូករបស់នាងមួយដែរតាមពិតទៅនាងគឺគ្រាន់តែចង់គេងនៅក្នុងបន្ទប់ជាមួយគ្នាសោះឯថាម៉ាហីកូយើងគិតវែងឆ្ងាយដល់ឋានប្រច័ណ្ឌបាត់ទៅហើយរួចមកគាត់ក៏បោះខ្នើយមួយចេញទៅវិញទៅខណៈនោះយូស៊ូគីក៏និយាយទាំងមុខក្រហមថាពួកគេទាំងពីរមិនទាន់អាចគេងនៅលើកម្រាលពូកតែមួយបាននៅឡើយដោយសារតែនាងនៅក្រមុំមិនធ្លាប់មានស្នេហាពីមុនមកទេដូច្នេះពួកគេត្រូវចាំដល់ពេលរៀបការហើយសិនហើយមុននឹងពួកគេទាំងពីរចូលគេងយូស៊ូគីក៏និយាយបន្ថែមទៀតថាចាប់ពីពេលនេះទៅនាងគឺចង់នៅក្បែរថាម៉ាហីកូនិងចង់មើលឃើញពីអ្វីដែលគាត់មានដែលអ្នកផ្សេងទៀតមិនបានមើលឃើញនិយាយរួមទៅនាងគឺចង់ស្រឡាញ់គាត់បន្ទាប់ពីនិយាយរួចនាងក៏ចូលគេងទៅនិងបានទាញដៃរបស់ថាម៉ាហីកូមកដាក់ជិតខ្លួនទៀតផងហើយទីបំផុតថាម៉ាហីកូក៏អាចបិទភ្នែកគេងលក់ដែរទៅស្អែកព្រឹកឡើងនៅពេលបើកភ្នែកមកយូស៊ូគីក៏នៅចាំនិយាយអរុណសួស្ដីដាក់ថាម៉ាហីកូទៀតដែលវាក៏បានធ្វើឲ្យអ្នកមើលមួយចំនួនកំពុងចំណែនពេញមួយពិភពលោកបូករួមទាំងអេដមីនដែរហើយចំពោះអាហារពេលព្រឹកនៅព្រឹកនេះគឺយូស៊ូគីបានធ្វើស៊ុបនំប៉ាវហ៊ីតស៊ូមីសម្រាប់គាត់ដែលវាក៏បានធ្វើឲ្យថាម៉ាហីកូអាចហូបអាហារបានរៀងច្រើនជាងមុនវិញដូចគ្នាហើយនៅខណៈនោះសំណួរមួយក៏ផុសនៅក្នុងខួរក្បាលរបស់គាត់ថាមនុស្សដែលស្អប់ពិភពលោកដូចជាគាត់នេះតើពិតជាអាចស្រឡាញ់មនុស្សដែលល្អដូចជាយូស៊ូគីបានដែរឬហើយរឿង Taiso Otome Fairy Tale ភាគ1ក៏ស្លេះតែត្រឹមនេះដូច្នេះយើងចាំមើលថាតើថាម៉ាហីកូអាចដកខ្លួនចេញពីជ្រោះអតីតកាលនិងគំនរទុករបស់គាត់ដោយរបៀបណាខ្លះយើងរងចាំតាមដានភាគក្រោយបន្តទៀតទាំងអស់គ្នាសូមអរគុណ